ហើយបញ្ជាក់បន្តិចបញ្ជាក់មួយម៉ាត់ទេហើយចាំឆ្លើយទៅសំណួរញោមមានសំណួរញោមច្រើនប៉ុន្តែថ្មឆ្លើយមួយទាក់ទងនឹងប្រសង់ក្រោកឈរគោរពទង់ជាតិដោយសារតែបទភ្លេងជាតិនេះគឺគេសរសេរសម្ដេចព្រះសង្ឃរាជណាតលោកសរសេរលីឡំស្មារតីខ្មែរទាំងអស់រួមទាំងពាក់ព័ន្ធទៅនឹងវប្បធម៌ប្រពៃណីសាសនានយោបាយនិងតួអង្គរបស់នៃអ្នកដឹកនាំប្រទេសគឺមានព្រះរាជាមានព្រះប្រមុខរដ្ឋអញ្ចឹងព្រះសង្ឃក្នុងន័យនឹងព្រះពុទ្ធសាសនាព្រះសង្ឃសាសនាថេរវាទនេះព្រះអង្គបើមហាយានគេស្ពះប្រសក់បើថេរវាទយើងនេះអត់ទេអញ្ចឹងដែលហេតុនេះហើយបានទំនៀមរបស់ព្រះសង្ឃថេរវាទព្រះអង្គគោរពភ្លេងជាតិដោយយកឥរិយាបថអង្គុយមិនមែនតែខ្មែរយើងទេដោយសារនៅក្នុងភ្លេងជាតិហ្នឹងមាននិយាយទាំងពួកទេវតាព្រះមហាក្សត្រព្រះប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអីផ្សេងមិនមែនតែប្រពុតតែមួយយ៉ាងទេក្នុងនោះក៏រំលេចនៅទៅគ្រប់វត្តអារាមឬសូត្រសាធរឯនោះគឺគេលោករំលេចព្រះពុទ្ធសាសនាហើយព្រោះហេតុដូច្នោះហើយព្រះសង្ឃលោកអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទនេះសម្រាប់គោរពភ្លេងជាតិតាមឥរិយាបថអង្គុយប៉ុន្តែពេលដែលគេគោរពមិនមែនព្រះសង្ឃលវាមទេណាកណាយើងគោរពដោយអង្គុយឥរិយាបថអង្គុយព្រោះឈរវាខ្ទាស់គ្នានឹងព្រះវិន័យនៅពេលដែលយើងក្រោកឈរទទួលប្រសក់ឬក៏គោរពប្រសក់ហើយមិនមែនតែប្រទេសយើងទេឲ្យតែថេរវាទគឺគោរពភ្លេងជាតិតាមឥរិយាបថអង្គុយទាំងអស់នេះជាការប្រព្រឹត្តរួមគ្នារបស់ពុទ្ធសាសនាថេរវាទនៅអាស៊ីអាគ្នេយ៍ចឹងទៅឆ្លើយបញ្ជូនប៉ុណ្ណឹង